គឺត្រូវជាតិគ្នាខ្លាំងមកសម្រាប់គ្រឿងផ្សំគឺអត់មានអីច្រើនទេបងប្អូនមានតែប្រមាណមកនឹងមានជាស្ពៃក្តោបទឹកសក់ម្ទេសធម្មតាជាមួយនឹងម្ទេសម្លីអីហ្នឹងសម្រាប់ស្ពៃក្តោបគឺខ្ញុំប្រើស្ពៃក្តោបខ្មែរបងប្អូនបានវាឆ្ងាញ់បើសិនជាប្រើស្ពៃក្តោបនាំចូលគឺអត់សូវឆ្ងាញ់ទេហើយស្ពៃក្តោបខ្មែរហ្នឹងគឺវាអត់ធ្ងន់ទេបងប្អូនរាងស្រាលខាងក្នុងពេលដែលយើងពុះមកគឺរាងហោកអញ្ចឹងណាស្ពៃក្តោបនេះខ្ញុំកាត់វាជារាងទៅវែងរាងតូចល្មមទេបងប្អូនអត់ធំពេកទេព្រោះតែកាលណាធំពេកគឺវាអត់ងាយចូលជាតិអញ្ចឹងទៅហើយសតបបោះស្ពៃក្តោបមួយហ្នឹងយើងប៉លេះវារាយមកចាំយើងប្រឡាក់អំបិលសម្រាប់អំបិលនេះគឺខ្ញុំដាក់ចំនួនតែកន្លះស្លាបព្រាបាយទេបងប្អូនហើយស្ពៃក្តោបមួយដុំហ្នឹងគឺទម្ងន់វាកន្លះគីឡូយើងប្រឡាក់វាជាមួយអំបិលរៀងថ្នមដៃមកណាបងប្អូនកុំច្បាច់អានេះតែច្បាច់គឺឡើងជាប់អស់ហើយប្រឡាក់វាប្រហែលជាខ្ទង់3-4នាទីអីហ្នឹងយើងផ្អាប់វាទុកចោលមួយដុំសិនទៅយើងទៅរៀបចំគ្រឿងផ្សេងទៀតហើយសម្រាប់ជ្រក់ហ្នឹងបើសិនជាយើងដាក់តែស្ពៃក្តោបទៅទេគឺអត់សូវឆ្ងាញ់ទេអញ្ចឹងហើយយើងលាយតែសក់ 4-5 ផ្លែមកចាត់សបកវា3ឆ្នូតហើយហាន់វាជាប្រទះរាងស្ដើងអញ្ចឹងណាបងប្អូនកុំឲ្យក្រាស់ពេកគ្រឿងបន្តមកទៀតហ្នឹងយើងមានជាខ្ទឹមសជាមួយនឹងខ្ទឹមក្រហមខ្ញុំប្រើ2មើមរាងធំដែរយើងហាន់វាជាប្រទះរាងស្ដើងហើយខ្ទឹមសខ្ញុំប្រើ7-8 កំពឹសហាន់វាជាប្រទះស្ដើងដូចគ្នាហើយសម្រាប់ខ្ទឹមសជាមួយនឹងខ្ទឹមក្រហមហ្នឹងបើសិនជាបងប្អូនណាដែលអត់សូវចូលចិត្តទេអាចដាក់បន្តិចបន្តួចជាងហ្នឹងក៏បានដែរសម្រាប់ម្ទេសគឺខ្ញុំប្រើ2ប្រភេទដែរបងប្អូនមានជាម្ទេសដៃនាងអានឹងខ្ញុំដាក់តែ3-4គ្រាប់ទេព្រោះអីរសជាតិវាគឺហឹរប៉ុន្តែបើធំនេះវិញអត់ហឹរទេបងប្អូនអាហ្នឹងគឺម្ទេសម្លីយើងដាក់យកពណ៌ដើម្បីឲ្យជ្រក់បើយើងមានពណ៌ស្អាតអញ្ចឹងណាបងប្អូនអាសាឃើញអ្នកគេធ្វើជ្រក់លក់បងប្អូនគេដាក់ម្ទេសហ្នឹងមើលទៅសបល់គឺឡើងក្រហមហ្មងប៉ុន្តែពេលញ៉ាំទៅគឺអត់ហឹរទេបន្ទាប់ពីយើងធ្វើគ្រឿងក្រូចរួចរាល់ហើយយើងទៅមើលស្ពៃក្តោបរបស់យើងម្ដងអានេះគឺយើងផ្អាប់ទុកប្រហែលជាខ្ទង់15នាទីយើងយកវាទៅលាងទឹកចេញណាបងប្អូនលាងវាប្រហែលជាខ្ទង់2ទឹក3ទឹកឲ្យជ្រះអំបិលអីសិនទៅយើងសម្រោះទឹកទុកមួយដុំចាំយើងមកលាយទឹកជ្រក់ឲ្យហើយសម្រាប់អំបិលខ្ញុំដាក់1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាបាយជាមួយទឹកខ្មេះចំនួន3ស្លាបព្រាបាយអានេះគឺយើងចង់ធ្វើញ៉ាំភ្លាមតតែដាក់ទឹកខ្មេះអញ្ចឹងបងប្អូនបានវាជូរបានញ៉ាំភ្លាមអានេះបើសិនជាយើងអត់ដាក់ទឹកខ្មេះទេត្រូវចាំ1ថ្ងៃឬក៏2ថ្ងៃអញ្ចឹងទៅដើម្បីឲ្យវាជូរហើយស្ពៃក្តោបរបស់យើងបន្ទាប់ពីទុកឲ្យវាស្រស់ទឹកហើយចាំយើងយកមកលាយជាមួយបន្លែផ្សេងទៀតដែលយើងមានដូចជាទឹកសក់ខ្ទឹមសខ្ទឹមក្រហមម្ទេសដែលយើងបានកិនហើយស្រាប់នឹងដាក់ចូលក្នុងចានធំមួយមកហើយយើងចាក់ទឹកជ្រក់ដែលយើងបានលាយហ្នឹងបងប្អូនមានដូចជាអំបិលប៊ីចេងស្ករដូចដែលខ្ញុំបានបង្ហាញហ្នឹងចាក់ចូលឲ្យបងប្អូនច្បល់ចូលគ្នាមកអានេះកុំច្បាច់វាបងប្អូនគ្រាន់តែច្បល់វាប្រហែលជាខ្ទង់5-6នាទីឲ្យវាចូលជាតិទៅបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំរសជាតិគឺមកល្មមឲ្យបងប្អូនគ្រាន់តែថាវាអត់ទាន់សូវចូលជាតិទេអញ្ចឹងហើយគឺយើងត្រូវផ្អាប់វាទុកសិនសម្រាប់ការផ្អាប់នេះអត់យូរទេបងប្អូនលើកទី1ហ្នឹងប្រហែលជាខ្ទង់15-20នាទីយើងសកត់ឲ្យគ្របវាទុកម្ដុំសិនទៅបន្ទាប់ពីហ្នឹងមកចាំយើងបើកវាមើលច្បល់វាពីលើទៅក្រោមពីក្រោមទៅលើបងប្អូនទុកប្រហែលជាខ្ទង់10-15នាទីទៀតសរុបរយៈពេលដែលយើងទុកហ្នឹងប្រហែលជាខ្ទង់កន្លះម៉ោងជាងអីហ្នឹងបងប្អូនគឺវាចូលជាតិឆ្ងាញ់ហើយជ្រក់នេះបងប្អូនចង់ធ្វើភ្លាមញ៉ាំភ្លាមក៏បានដែរគ្រាន់តែថាវាអត់ទាន់សូវឆ្ងាញ់